ទីហ៊ាននៃកុងហ្វឺរេសណាធំ SOS ទី8បានបំផ្លាញអគារមួយដែលទីហ៊ានរុស្ស៊ីត្រូវបានចូលទៅក្នុងនៃកណ្ដាលទីក្រុងគូបឈិនដោយប្រើប្រាស់នូវមីនប្រឆាំងឧរក្រូត TM72 ព័ត៌មាននៃកុងហ្វឺរេសណាធំបានចេញផ្សាយវីដេអូដែលបានបង្ហាញអំពីសកម្មភាពរបស់ប្រតិបត្តិការនៃកុងហ្វឺរេសណាធំ SOS ទី8នៅក្នុងតំបន់ខាគីវជាណាមីសេកេថ្លែងការណ៍បាននិយាយថាក្នុងអំឡុងពេលឆ្លើបជការក្រុម SOS បានរកឃើញកងកម្លាំងស្ត្រីនៅក្នុងអគារមួយហើយស្ត្រីមានឧត្តមភាពជាលេខនិងទីតាំងបានដែលរងំក្រុម SOS បានបំបីទំនាក់ទំនងដោយមិនបាត់បង់អគារស្ត្រីដែលកំពុងការពារត្រូវបានបំផ្លាញទាំងស្រុងដោយពួកគេបានប្រើប្រាស់មីន TM72ក្រុមអ្នកស្រាវជ្រាវ Origin បានសរសេរនៅលើបណ្ដាញសង្គម X ដែលបានកំណត់ថាព្រឹត្តិការណ៍ដែលបានបង្ហាញនៅក្នុងវីដេអូបានកើតឡើងនៅលើទីលានកណ្ដាលទីក្រុងយោងទៅតាមលោក Victor Andrehobov ដែលជាប្រធានផ្នែកទំនាក់ទំនងក្រុមកងកម្លាំងចម្រុះចំនួនកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងគូបឈិនបានថយចុះក្នុងរយៈពេលមួយសប្តាហ៍កន្លងមកហើយឥឡូវនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល50នាក់បានកំពុងស្ថិតនៅទីនេះលោកបានរាយការណ៍ក្នុងពេលដែលផ្សាយទូរទស្សន៍ជាតិហើយបើយោងទៅតាមការលើកឡើងរបស់គាត់សេណារីយ៉ូរបស់ខ្មាំងសត្រូវបានសង្ឃឹមកាលពី10ថ្ងៃមុននៅពេលដែលពួកគេបានព្យាយាមវិលចូលទៅផ្នែកភាគត្បូងនៃទីក្រុងនោះដែលมันបានកាត់ឡាយនោះទេហើយវាបានកាន់តែអាក្រក់ទៅសម្រាប់ពួកគេលោក Drehobov បាននិយាយថាស្ថានភាពវេលានេះបានคล้ายទៅជាការលំបាកសម្រាប់សត្រូវដែលនៅសល់តែតំបន់ភាគខាងជើងនៃទីក្រុងយោងទៅតាមការស្ទាក់ចាប់សត្រូវដែលមាននៅសល់ចំនួនតិចជាង50នាក់ហើយឥឡូវនេះពួកគេត្រូវបានកាត់ផ្ដាច់ពីគ្នាទៅវិញទៅមកពីកងកម្លាំងសំខាន់របស់ពួកគេដោយសារតែការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពរបស់ពួកគេត្រូវបានរំខានលោកបានបន្ថែមថានេះបានសម្រេចបានដោយសារតែកងកម្លាំងការពារដែលផ្ដោតដោយការវាយប្រហារប្រកបដោយប្រសិទ្ធភាពប្រឆាំងទៅនឹងសត្រូវនិងការពារការពង្រឹងពីការនាំចូលទោះជាយ៉ាងណាក៏ដោយស្ថានភាពនៅតែមិនស្ថិតស្ថេរនិងមានបញ្ហាដោយសារតែកងកម្លាំងអ៊ុយក្រែនកំពុងតែជួបប្រទះបញ្ហាប្រឈមផ្នែកដឹកជញ្ជូនផងដែរស្ថានភាពគាត់នៅតែមានការលំបាកនៅលើក្បាលស្ពានអ៊ុយក្រែននៃច្រាំងខាងឆ្វេងនៃទន្លេអូស្គីលហើយបើយោងតាមលោក Drehobov ដោយសារតែការបរាជ័យរបស់ស្ត្រីក្នុងការដណ្ដើមយកទីក្រុងដោយខ្លួនឯងពួកគេបានផ្លាស់ប្ដូរការខិតខំប្រឹងប្រែងរបស់ពួកគេទៅកាន់ទីក្រុងគូបឈិនពីខាងកើតដោយព្យាយាមលុបបំបាត់ក្បាលស្ពានរបស់កងកម្លាំងអ៊ុយក្រែនទាំងស្រុងព័ត៌មាននេះត្រូវបានបញ្ជាក់ផងដែរដោយលោក Yuri Fedorenko ដែលជាមេបញ្ជាការកងវ៉េរស្នាធំប្រព័ន្ធគ្មានមនុស្សបើកទី429ហើយបើយោងទៅតាមការអះអាងរបស់គាត់រុស្ស៊ីបានកំពុងវិលច្រកឆ្លងកាត់របស់កងកម្លាំងការពារជានិច្ចដែលត្រូវតែជួសជុលមនុស្សហើយមនុស្សទៀតលោកបានសង្កត់ធ្ងន់ថាពួកជាបានប្រើប្រាស់អាវុធកាសជោកំជ្រួយនិងប្រភេទផ្សេងនៃយន្តហោះគ្មានមនុស្សបើកដើម្បីធ្វើចលនាឆ្ពោះទៅកាន់ក្បាលស្ពានខាងឆ្វេងដែលមិនអាចទៅរួចអង្គភាពវិស្វកម្មដែលទទួលខុសត្រូវក្នុងការបង្កើតច្រកផ្លូវឆ្លងកាត់កំពុងតែធ្វើការដ៏អស្ចារ្យជានៅវិញកាលពីខែតុលាកន្លងទៅកងកម្លាំងការពារជាតិអ៊ុយក្រែនក៏បានបង្កើតក្រុមកងកម្លាំងចម្រុះថ្មីមួយដែលទទួលខុសត្រូវទៅលើការការពារតំបន់ខាគៀវនិងតំបន់ជុំវិញការបង្កើតថ្មីនេះត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយមានវិជាការកងកម្លាំងចម្រុះដឹកនាំដោយឧត្តមស្នេហ៍ឯក Mikhailo Drapachy ដែលពីមុនគាត់បានបញ្ជាឲ្យក្រុមប្រតិបត្តិការយុទ្ធសាស្ត្រ Khorezia និង Dniproរុស្ស៊ីបានបើកការវាយប្រហារពេញមួយយប់មកលើអ៊ុយក្រែនដែលបានសម្លាប់ជនស៊ីវិលចំនួន4នាក់បើយោងទៅតាមរបាយការណ៍តំបន់ Kherson Donetsk Zaporizhzhia និង Kharkiv រួមទាំងតំបន់ផ្សេងទៀតត្រូវបានកំណត់គោលដៅដោយការវាយប្រហារជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន139គ្រឿងនិងវាយប្រហារដោយកំភ្លើងធំរួមទាំងមីស៊ីលរបស់រុស្ស៊ីមន្ត្រីរបស់អ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាំជ្រួចនិងកាំភ្លើងធំនៅទូទាំងប្រទេសអ៊ុយក្រែននាថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់4នាក់និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកងកម្លាំងការពារដែនដីរបស់អ៊ុយក្រែនបានស្ទាក់ចាប់ការវាយប្រហារតាមអាកាសភាគច្រើនដែលបានបំផ្លាញនៃយន្តហោះគ្មានមនុស្សបើកចំនួនប្រមាណ139គ្រឿងក្នុងចំណោម176គ្រឿងដែលត្រូវបានបង្ហោះមកលើ14ទីតាំងនៅទូទាំងប្រទេសកោតកម្មនេះបានកំណត់គោលដៅទៅលើតំបន់លំនៅឋានកន្លែងធម្មពលនិងហេដ្ឋារចនាសម្ព័ន្ធសង្គមចាប់ពីតំបន់ Kherson ទៅកាន់ភាគខាងត្បូងរហូតដល់ Kharkov និង Sumy ភាគខាងជើងនិងភាគខាងកើត
អាញាធរបានរាយការណ៍អំពីអគ្គិភ័យនៃការខូចខាតផ្ទះសម្បែងនិងអាជីវកម្មរួមទាំងការជំលៀសទ្រង់ទ្រាយធំនៅក្នុងតំបន់ជួរមុខមួយចំនួននៅតំបន់ Kherson ប្រមុខរដ្ឋបាលយោធាលោក Oleksiy Prokofiev បានរាយការណ៍ថាចាប់ពីម៉ោង 6 ព្រឹកថ្ងៃសៅរ៍ដល់ម៉ោង 6 ព្រឹកថ្ងៃអាទិត្យកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងមកលើតំបន់នៃការតាំងទីលំនៅចំនួន 31 ដែលបានសម្លាប់ជនស៊ីវិល 2 នាក់និងរបួស 8 នាក់ការវាយប្រហារនេះបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងនៃការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធសង្គមឬជាតំបន់លំនៅឋានផងដែរលោក Prokofiev បាននិយាយថាជនជាតិរុស្ស៊ីបានបំផ្លាញអគារពហុជាន់ចំនួន 7 ខ្នងផ្ទះឯកជនបំពង់បង្ហូរអូស្មန်ឡានក្រុងយានដ្ឋាននិងយានជំនិះដល់ឡែកនៅតំបន់ Donetsk លោក Vadim Fileskin អភិបាលតំបន់បានរាយការណ៍ថាកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារចំនួន 9 ទីតាំងនៅទូទាំងតំបន់កាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្សម្នាក់នៅក្នុងភូមិ Malinivka និងជាច្រើនផ្សេងទៀតបានរងរបួសការវាយប្រហារបានបំផ្លាញផ្ទះអគាររដ្ឋបាលនិងយានជំនិះនៅក្នុងការតាំងទីលំនៅរួមមានភូមិ Malinivka, Sloven, Mykolaievka, Andriivka, Palivka, Kostenivka និង Zaporizhzhia អាជ្ញាធរបានជំលានអ្នកស្រុកដែលក្នុងនោះក៏មានកុមារ 17 នាក់ផងដែរចេញពីតំបន់ជួរមុខទន្ទឹមនឹងនេះនៅតំបន់ Zaporizhzhia ទីពីររុស្ស៊ីបានធ្វើការវាយប្រហារចំនួន 769 ដងលើការតាំងទីលំនៅចំនួន 18 ក្នុងតំបន់ Zaporizhzhia ក្នុងរយៈពេល 24 ម៉ោងដែលបានសម្លាប់ជនស៊ីវិលម្នាក់និងមួយចំនួនផ្សេងទៀតបានរងរបួសនេះបើយោងទៅតាមអភិបាលតំបន់លោក Ivan Fedorov បានរាយការណ៍ការវាយប្រហាររួមមានការវាយប្រហារតាមអាកាសចំនួន 6 យន្តហោះគ្មានមនុស្សបើកចំនួន 480 គ្រឿងដែលភាគច្រើនបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក FPV ការវាយប្រហារដោយមីស៊ីល MLRF ចំនួន 5 ដុល្លារនិងការវាយប្រហារដោយកាំភ្លើងធំចំនួន 278 លើកដោយវាយមកលើទីក្រុងក៏ដូចជាសង្កាត់មួយចំនួនដែលមានដូចជា Malokaterivnivka, Ternovets, Primovke, Pulaipol និងគូមីស៊ូវ៉ាខាជាដើមទន្ទឹមនឹងនេះនៅតំបន់ Zumi អភិបាលតំបន់លោក Oles Hirishorov បាននិយាយថាស្ត្រីអាយុ 86 ឆ្នាំម្នាក់បានរងរបួសហើយផ្ទះនិងអគារជាច្រើនផ្សេងទៀតបានរងនឹងការខូចខាតក្នុងអំឡុងពេលនៃការវាយប្រហារដោយគ្រាប់ផ្លោងរបស់រុស្ស៊ីជាង 220 លើកនៅទូទាំងតំបន់ទន្ទឹមនឹងនេះនៅតំបន់ Chernihiv យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីក៏បានបើកការវាយប្រហារមកទៅលើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសង្កាត់ Nizhyn ដែលបានបំផ្លាញអគារជាច្រើនប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេនេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់សេវាសង្គ្រោះបន្ទាន់របស់រដ្ឋនៅលើបណ្ដាញ Telegram